បាទលោកអ្នកនាងជាទីមេត្រីនៅថ្ងៃនេះខ្ញុំបាននឹងកំពុងតែសលេចមើលទូរស័ព្ទទៅឃើញថាមានព័ត៌មានផ្លូវការជាច្រើនទាក់ទងនឹងសង្គ្រាមរវាងប្រទេសកម្ពុជានិងប្រទេសថៃនេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិក្នុងកំឡុង4ម៉ោងមុនបាទប៉ុន្តែខ្ញុំទើបតែយកមកធ្វើសេចក្តីរាយការណ៍ក៏ដូចជាជម្រាបជូនព័ត៌មានខ្លះៗជូនដល់សាធារណជនក៏ដូចជាបងប្អូនប្រិមិត្តអ្នកស្ដាប់ផងដែរលោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជននិងសារព័ត៌មានជាតិនិងអន្តរជាតិពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃនៅថ្ងៃនេះថាបាទនេះគឺនៅថ្ងៃទី8ហ្នឹងតែម្ដងបាទគឺនៅព្រឹកថ្ងៃទី8ខែធ្នូឆ្នាំ2025នេះបាទចាប់ពីវេលាម៉ោងប្រមាណ5:04នាទីបាទយោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងរបស់កម្ពុជានៅក្នុងតំបន់អានសេះខេត្តព្រះវិហារបន្ទាប់មកគឺបាញ់នៅប្រាសាទតាមាន់ធំដោយប្រើរថក្រោះបាញ់ចូលជាច្រើននិងនៅតំបន់ប្រាសាទព្រះវិហារនៅ5មករានិងនៅតាមតំបន់ចំការជែកនិងការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយណាបាទច្រើនថ្ងៃមកហើយជាពិសេសឧបទ្ទវហេតុកាលពីម្សិលមិញនៅប្រលានថ្មក្នុងចេតនាញុះញង់ដើម្បីនាំឲ្យដល់មានការប៉ះទង្គិចគ្នាដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នានៅក្នុងការដោះស្រាយចំនួនដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនៅក្នុងឧបទ្ទហេតុលើកទី2នោះកងកម្លាំងកម្ពុជាក៏មិនបានធ្វើការបាញ់តបតឡើយនិងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ខ្ពស់បំផុតជាមួយគ្នានេះកម្ពុជាបានជូនដំណឹងជាលើកទី2ទៅក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT អំពីឧបទ្ទហេតុនេះរួចហើយព្រមទាំងគ្រោងនឹងស្នើឲ្យ AOT